សួស្តីបងប្អូនអរគុណថ្ងៃនេះខ្ញុំបានទទួលទៅមួយទៀតហើយពីបងប្រុសបាទគាត់មកយកមកដាក់ជួសជុលផ្ទាល់បាទគឺដ្រូននេះ DJI Mini 2មានបញ្ហាសេវា5.8បាទគឺខុសឆ្ងាយកើតទេអត់បាន3យ៉ាងខុសទេយើងថាតាមមិន2យើងដាក់សេវាបាទហើយដែលខ្ញុំបញ្ជាបាននេះគឺស្ថិតនៅក្នុង channel 2.4 បាទយើងចូលដើម្បីយើងចង់កែដ្រូនយើងបានសេវា2.4 មួយ5.8មួយណាដំណើរការអញ្ចឹងយើងអាចចូលឲ្យ3នេះបាទយកពី transmission ហើយធម្មតាយើងយក dual band ដើម្បីឲ្យ channel ហ្នឹងវាផ្លាស់ប្ដូរឯងអូតូម៉ាទិកអញ្ចឹងពេលណាទៅឆ្ងាយយើងប្រើ2.4នៅចិត្តយើងប្រើ5.8អញ្ចឹងទៅឥឡូវដោយសារតែ5.8មានបញ្ហាខ្ញុំឆ្លៃដាក់2.4មក2.4សេវាពេញទេអូខេទាំងពណ៌សកម្មឡើងបាទតែខ្ញុំដាក់5.8វិញបាទអញ្ចឹងសេវាចាប់មកក្រោយដាច់បាត់បាទត្រូវនៅក្បែរនោះទេអញ្ចឹងករណីនេះគឺអានេះពាក់ព័ន្ធសេវាធុញងយបាទពេលខ្លះបានដល់បាន50ម៉ែត្រដែរមកដល់សេវានេះក៏នៅក្បែរហ្នឹងក៏ជាបានដែរតែមករៀនពីយើងដាច់បាត់ករណីដែលមានបញ្ហាសេវា5.8វាមានจะต้องเดินទៅឬមួយ remote តែត្រង់អត់មានបញ្ហាសេវាទេវាខូចទៅលើសេវា remote ចឹងអាចប្រើ remote ឬមួយធ្វើការជួសជុល remote ដែរជាការស្រេចដែរតែករណីនេះយើងប្រើ remote ហើយនៅតែអត់ដំណើរការទៀតយើងធ្វើការជួសជុលទៅលើម៉ាស៊ីន drone បាទ DJI Mini 2នេះចឹងលទ្ធផលនៅពេលជួសជុលហើយខ្ញុំនឹងបង្ហាញជូនបងប្អូនទេសនាដល់គ្នាបាទក្នុងវីដេអូនេះខ្ញុំបង្ហាញលទ្ធផលនៃការជួសជុល drone DJI Mini 2ដោយសារតែវីដេអូមុនខ្ញុំបង្ហាញបងប្អូនហើយទាក់ទងជាមួយនឹងសេវា 5.8 របស់ drone DJI Mini 2នោះវាខ្សោយបាទគឺដើរមកជំនាញគឺដាច់សេវាហើយអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបានជួសជុលរួចរាល់ហើយខ្ញុំធ្វើការបង្ហោះតេស្តសាកល្បងជូនបងប្អូនទេសនាដល់គ្នាបាទឥឡូវយើងចូល DJI Fly ហ្នឹងបាទបន្តមកយើងឆែកមើលសេវាបាទហើយយក transmission ឥឡូវខ្ញុំយក band បាទជំនាញវា2បាទឥឡូវយើងស្វែងចាំ8ហើយយើងដាក់បាទយើងដាក់ក្រៅគឺទៅនៅក្នុងទាំងទាំង8ទៅក្រៅទៅហើយ24គឺស្វែងនៅតាមដែរចឹងមកខ្ញុំនឹងបង្ខំតេស្តគឺបងប្អូនដល់ពេលណាអត់មានការសាកល្បងតេស្តនៅoutdoorបាទនៅខាងផ្ទះហ្នឹងបាទមកទៅវាមាន GPS ទេយើងដាក់ចូលបែបនេះឲ្យវាស្លេចអូតូនេះបាទព្រោះកាលណាយើងស្លេច2.4ឬមួយ5.8វាធ្វើការដាក់ channel មកវិញអញ្ចឹងយើងចូលបែបនោះវាធ្វើការស្លេចផ្លាស់ប្ដូរ channel មួយណាដែលវាខ្លាំងសោកម្មនេះវាអូតូពីខ្លួនឯងអូខេខ្ញុំចាប់តែខុសបាទនៅក្នុងវីដេអូនេះដែរបងប្អូនសូមបង្វិលអេក្រង់ទូរស័ព្ទបន្តិចដោយសារតែខ្ញុំ capture តាម screen ទូរស័ព្ទអញ្ចឹងវាប្រឈរបាទតំបន់ដែលខ្ញុំហោះហើរនេះគឺតំបន់ចិត្តពលានដែលវាតម្រូវយើងវាយលេខទូរស័ព្ទហើយនឹងពេញបែបបត់មួយចំនួនបាទយើងគួរ tick ហ្នឹងដើម្បីយើងបានហោះហើរបានខ្ញុំធ្វើការសាកល្បងហោះហើរបាទយើងតេស្តចម្ងាយឡើងយើងហើយនៅក្នុងវីដេអូនេះដែរបាទខ្ញុំធ្វើការខាឲ្យយើងលឿនបន្តិចដោយសារវាប្រើពេលយូរបន្តិចបាទបាទឥឡូវយើងហោះបានដល់120ម៉ែត្រហើយបាទបងប្អូនមើលនៅលើនិមិត្តសញ្ញារបាដែលមានលេខពណ៌សហ្នឹងបាទហើយរបាឡើងចុះមានទឹកក្រូចសហ្នឹងកន្លែងសេវា drone ជាមួយ remote បាទហ្នឹងហើយអញ្ចឹងឥឡូវយើងហោះបានឡើងខ្ពស់ហើយអញ្ចឹងសេវានៅតែពេញអញ្ចឹងគាត់ថាលទ្ធភាពនៃការជួសជុលនេះវាបានប្រសើរដូចមុនហើយបាទហោះឆ្ងាយឬមួយហោះខ្ពស់អីអូខេដោយសារតែក្នុងតំបន់ក្រុងយើងមានសេវារំខានច្រើនអញ្ចឹងធ្វើឲ្យ drone យើងហោះទៅបានឆ្ងាយអញ្ចឹងបងប្អូនអាចលេងឬមួយធ្វើការតេស្តហោះនៅតាមបណ្ដាខេត្តឬមួយទីវាលដែលអត់មានសេវារំខានបងប្អូនអាចដឹងសមត្ថភាពរបស់ drone បងប្អូនហោះបានចម្ងាយណាបានឬក្នុងរយៈកម្ពស់ណាមួយដែលបងប្អូនអាចហោះបានបាទសម្រាប់បងប្អូនដែលមានតម្រូវការជួសជុល drone DJI បាទគ្រប់ប្រភេទទាក់ទងជាមួយនឹងសេវាធ្លាក់បាក់បែកឆេះអីបងប្អូនអាចទាក់ទងជាមួយនឹង page Clinic Drone Cambodia យើងខ្ញុំបាទសូមអរគុណ